បងប្អូនដឹងស្រាប់ហើយថាប្រហែលថ្ងៃចុងក្រោយនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនខ្លាំងមែនទែនដែលត្រូវបានជំលះខ្លួនពីទីតាំងដែលមានហានិភ័យមកទីតាំងដែលមានសុវត្ថិភាពប៉ុន្តែបងប្អូនទីតាំងដែលមានសុវត្ថិភាពហ្នឹងគឺមានការខ្វះខាតខ្លាំងមែនទែនបងប្អូនការខ្វះខាតទាំងអស់នោះរាប់ចាប់តាំងពីកន្ទេលខ្នើយភួយមុងតង់ម្ហូបអាហារសម្លៀកបំពាក់លើពីហ្នឹងទៅទៀតបន្ទប់ទឹកក៏មានការខ្វះខាតផងដែរហើយបន្ទប់ទឹកខ្ញុំជឿថាសំខាន់ណាស់ចាំបាច់ណាស់អញ្ចឹងបងប្អូននៅក្នុងវីដេអូមួយនេះខ្ញុំចង់ជម្រាបប្រាប់បងប្អូនថាខ្ញុំនិងក្រុមការងារបានមូលមតិគ្នាដូចនេះថាយើងនឹងបង្កើតមូលនិធិមួយដើម្បីឲ្យបងប្អូនយើងចូលរួមថវិកាតិចក្តីច្រើនក្តីដើម្បីខ្ញុំនិងក្រុមការងារយកទៅទិញសម្ភារៈយកទៅទិញអាហារក្រៀមក៏ដូចជាអាហារមួយចំនួនដែលអាចហូបបានយូរងាយស្រួលក្នុងការទុកដាក់ជាដើមយកទៅជូនបងប្អូនយើងដែលកំពុងតែខ្វះខាតនិងត្រូវការចាំបាច់ខ្លាំងបំផុតដូច្នេះបងប្អូនអាចចូលរួមថវិកាតិចក្តីច្រើនក្តីពីគ្រប់ទិសទីគ្រប់ទីកន្លែងគ្រប់ខេត្តក្រុងទាំងក្នុងនិងក្រៅប្រទេសសូមបងប្អូនចូលរួមម៉ោងនេះគឺមានការខ្វះខាតខ្លាំងមែនទែនធ្វើមូលនិធិដើម្បីជួយបងប្អូនដែលកំពុងតែខ្វះខាតខ្ញុំក៏មិនមែនជាអ្នកមានលទ្ធភាពដែរប៉ុន្តែខ្ញុំគិតថាអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើសម្រាប់ជាតិសាសន៍ខ្ញុំប្រជាជនរបស់ខ្ញុំម៉ោងនេះគឺជាពេលវេលាដែលយើងត្រូវបង្ហាញអំពីកម្លាំងសាមគ្គីអំពីការរួបរวมគ្នាស្រឡាញ់គ្នាជួយគ្នាក្នុងគ្រាលំបាកជាតិយើងម៉ោងនេះកំពុងតែត្រូវការឲ្យយើងទាំងអស់គ្នារួបរวมគ្នាសាមគ្គីគ្នាជួយគ្នាស្រឡាញ់គ្នាជាធ្លុងមួយទើបជាតិយើងអាចយកជ័យជំនះទៅលើខ្មាំងសត្រូវដែលកំពុងតែឈ្លានពានទឹកដីនិងប្រាសាទរបស់យើងអរគុណបងប្អូនជម្រាបលា